វគ្គស្បែកចចកមកគម្រាមខ្លាបាទសាច់រឿងនេះដកស្រង់ចេញពីសៀវភៅប្រាជ្ញាជីវិតបើកចំហចិត្តឲ្យទូលាយសម្លឹងមើលឲ្យបានវែងឆ្ងាយទើបអាចបែងចែកខុសត្រូវបានច្បាស់លាស់មនុស្សគ្រប់គ្នាម្នាក់មានគំនិតរបស់ខ្លួនរៀងខ្លួនដោយហេតុដូច្នេះទើបធ្វើឲ្យមនុស្សមានចំណុចខ្សោយទៅលើការប្រកាន់យកតាមការគិតរបស់ខ្លួនជ្រុលពេកឆាប់យល់ឃើញថាទស្សនៈរបស់ខ្លួនត្រឹមត្រូវល្អឯទស្សនៈរបស់អ្នកផ្សេងពុំសូវមានសារៈសំខាន់គួរឲ្យចង់ស្ដាប់ទេការមានគំនិតខ្លួនឯងជាប្រការល្អក៏ពិតមែនតែការប្រកាន់យកគំនិតខ្លួនឯងហួសហេតុអាចធ្វើឲ្យយើងក្លាយជាមនុស្សងាប់ក្រឡាគិតតែខ្លួនឯងសម្រាប់ចិត្តតែម្នាក់ឯងដោយមិនបានគិតដល់ចំណុចរួមផ្សំផ្សេងតាមពិតមិនថាជារឿងអ្វីក៏ដោយមិនមែនសុទ្ធតែមានភាពជាក់លាក់ប្រកបប្រជាដោយមិនមានការកែប្រែផ្លាស់ប្ដូរនោះទេហេតុនេះការស្វែងយល់ពីរឿងអ្វីមួយបើមិនពិនិត្យពិច័យឲ្យបានគ្រប់ជ្រុងជ្រោយហើយគិតវិនិច្ឆ័យទៅលើតែផ្លូវម្យ៉ាងនោះការសម្រេចចិត្តអាចនឹងធ្លាក់ចូលផ្លូវខុសបានដោយងាយកាលពីយូរលង់មកហើយនៅក្នុងប្រទេសម៉ុងហ្គូលីមានព្រានព្រៃម្នាក់ធ្លាប់ប្រមាញ់បានសត្វជាច្រើនមកហើយមិនថាជាសត្វតូចឬសត្វធំគេសន្សំបានស្បែកសត្វយ៉ាងសន្តិសន្ធប់យកមកទុកក្នុងផ្ទះថ្ងៃមួយនាយព្រានត្រូវចេញដំណើរទៅខាងក្រៅពេលបាត់ធ្វើឡើងគេទទួលអារម្មណ៍ដូចជារងាក៏ចូលទៅក្នុងផ្ទះយកស្បែកសត្វមកឃ្លុំដើម្បីការពារនឹងខ្យល់ត្រជាក់ចៃដន្យពេលនោះគេស្រវាបានស្បែកសត្វតោយកមកឃុំខ្លួនកុំឲ្យរងាហើយក៏ធ្វើដំណើរចេញទៅពេលដែលមកដល់វាលស្រឡះគេទទួលអារម្មណ៍ខុសប្រក្រតីថាដូចជាមានអ្វីកំពុងតែដើរតាមខ្លួនពេលខ្យល់បក់មកក៏ឮសំឡេងក្រហមតាមបណ្ដោយខ្យល់រំពេចនោះសត្វខ្លាមួយយ៉ាងធំស្ទុះចេញមកព្រានក៏មិនមានអាវុធហើយសម្រាប់ត្រៀមតទល់នឹងខ្លាឡើយគេភ័យស្លន់ក្នុងចិត្តអញសោយធំហើយពេលនេះចង់កិច្ចក៏កិច្ចមិនទាន់មុខជិះមិនផុតពីស្លាប់ទេគេសម្រេចចិត្តមិនរត់ទៅណាបិទភ្នែកឈរមួយកន្លែងរងចាំឲ្យខ្លាស៊ីចំណែកខ្លាដែលកំពុងឃ្លានតែមិនដឹងថាជាសត្វអ្វីពិតប្រាកដគិតថានឹងចាប់យកមកធ្វើជាចំណីប៉ុន្តែសត្វនេះមិនត្រឹមតែមិនព្រមរត់ទេបែរជាឈរសម្លឹងមើលវាពីចម្ងាយខ្លានឹកចម្លែកក្នុងចិត្តក៏ខំពិនិត្យមើលអាយ៉ានេះគឺជាសត្វតោទេតាអញ្ចឹងបានជាវាមិនព្រមរត់នេះបើសិនជាអញស្ទុះទៅរកវាប្រកាសជាទប់ទល់នឹងវាមិនបានទេសុភាសិតពោលថាគេមិនធ្វើសង្គ្រាមដែលដាំមុនថាចាញ់នោះឡើយកិច្ចសិនល្អជាងព្រានព្រៃថ្មិចភ្នែកយូពេកខ្លាមិនចេះបុកស៊ីខ្លួនសោះក៏បើកភ្នែកមកវិញឃើញខ្លារត់បាក់កន្ទុយក៏ងឿងឆ្ងល់ក្នុងចិត្តព្រានព្រៃក៏ឈរគិតមិនផ្លែតហើយក៏ស្រែកក្អេងក្អានមែនហើយខ្លាវាដឹងថាយើងជាព្រានព្រៃដ៏ខ្លាំងពូកែដូច្នេះវាត្រូវតែរត់ផាសក្រញ៉ាំមិនចាំព្រានព្រៃសប្បាយរីរាយក្នុងចិត្តជាខ្លាំងមិនបានគិតទៅដល់ស្បែកសត្វតោដែលគ្របដណ្ដប់នៅនឹងខ្លួនតលតែសោះគេត្រឡប់ទៅផ្ទះវិញដើរអួតក្អេងក្អាងប្រាប់អ្នកភូមិគ្រប់គ្នាថាសូម្បីតែខ្លាក៏នៅដឹងថាយើងជាព្រានព្រៃដ៏ខ្លាំងពូកែដែរគាត់អួតឲ្យអ្នកភូមិអ្នកស្រុកគេដឹងថាខ្លាខ្លាចគាត់ថាគាត់នឹងជាអ្នកព្រានព្រៃដ៏ខ្លាំងបាត់ដឹងតែខ្លួនឯងនឹងស្ពាក់ស្បែកតោហើយខ្លាវាស្មានតែតោតែចង់វារត់ប៉ុន្មានថ្ងៃក្រោយមកទៀតបរិនោះត្រូវចេញទៅបរបាញ់សពឯព្រៃលើកនេះគេស្រវាបានតែស្បែកចចកមកពាក់មកនៅមុតបានស្បែកតោដល់លើកនេះពាក់ស្បែកចចកម្ដងដូចគ្នានឹងលើកមុនដែរដើរបានបន្តិចក៏ជួបនឹងខ្លាមួយក្បាលលើកនេះគេមិនខ្លាចខ្លាសូម្បីតែបន្តិចគេដើរមួយតម្រង់ទៅរកខ្លាហើយខ្លាឈរសម្លឹមមើលដោយងឿងឆ្ងល់យីអញស្មានតែស្អីអាចចកកំពេចកំពកហ៊ានមកងើលមកសំដែងហិតដាក់អញផងអញនឹងប្រដៅឯងឲ្យស្គាល់ឆ្នាំខ្លាំងម្ដងខ្លាដឹងថាជាសត្វចចក
នឹងជ្រើស្ទុះទៅដេញវាឈរសំងំស្ងៀមរងចាំឲ្យចចកដើរមកចិត្តព្រានព្រៃដែលមិនដឹងខ្យល់អីដើរមកដល់ទល់នឹងមុខខ្លាឃើញខ្លាមិនព្រមកិច្ចមានចិត្តខឹងជាខ្លាំងក៏ស្រែកគំរាមថាជើអាសត្វដេរិឆានឃើញអញដើរមកដល់ហើយនៅមិនព្រមកិច្ចទៀតប្រយ័ត្នអញចាត់បកស្បែកវើយខ្លាសម្លឹងមើលគេដៀលជេមួយសន្ទុះទ្រាំមិនបានក៏ស្ទុះទៅសង្គ្រប់នាយព្រានកំសត់ក៏คล้ายជាចំណីដ៏ឆ្ងាញ់របស់ខ្លាទៅនាយព្រានខុសត្រាំងបិទភ្នែកបិទត្រចៀកគិតតែខ្លួនឯងមិនព្រមពិចារណារកហេតុផលរួមផ្សំផ្សេងៗឲ្យបានច្រើនទីបំផុតត្រូវចប់ជីវិតដោយកប់ខ្លួនឯងក្នុងពោះខ្លាទៅវិញយើងធ្លាប់បានដឹងលើញឹកញាប់អំពីមនុស្សគិតខ្លីដែលធ្លាក់ដណ្ដើមឯកោដោយសារតែភាពអាស្មិមានះគិតស្មានតែខ្លួនឯងមិនព្រមសួរនាំសិក្សាស្ដាប់យោបល់អ្នកដទៃថោកអីនឹងដៃផ្លែមាត់គុំទាន់ប្រញាប់លោតកញ្ឈោងដោយគ្រាន់តែដឹងទិសមួយព្រោះនៅសល់ទិស8ទៀតដែលត្រូវព្រួយអាចមានទិសណាមួយមានចម្រងរណ្ដៅត្រៃលោធ្លាក់ទៅត្រូវទប់ធំបាទនេះរឿងណាស្ពាក់ពាក់ស្បែកចចកមកកំឡាចខ្លា